ការបោកប្រាស់តាមធនាគារនិង Mobile Banking សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Scam Series សូមសម័យថានៅព្រឹកមួយអ្នកទើបតែភ្ញាក់ពីដំណេកស្រាប់តែទូរស័ព្ទរបស់អ្នកទទួលបានសារមួយដែលអះអាងថាជាសារពីធនាគាររបស់អ្នកក្នុងសារនោះសរសេរថាគណនីរបស់អ្នកកំពុងស្ថិតក្នុងហានិភ័យសូមផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកក្នុងរយៈពេល10នាទីបើមិនដូច្នេះទេគណនីរបស់អ្នកអាចត្រូវបានបិទជាបណ្ដោះអាសន្នដោយសារតែមានការភ័យខ្លាចអ្នកប្រញាប់ចុចលើតំណភ្ជាប់នោះហើយបញ្ចូលឈ្មោះគណនីលេខសម្ងាត់និងលេខកូដ OTP ត្រឹមតែប៉ុន្មាននាទីក្រោយមកប្រាក់នៅក្នុងគណនីរបស់អ្នកត្រូវបានផ្ទេរចេញដោយគ្មានការអនុញ្ញាតពីអ្នកតើរឿងនេះកើតឡើងដោយរបៀបណានេះគឺជាល្បិចមួយដែលជនខិលខូចប្រើដើម្បីលួចព័ត៌មានធនាគារនិងលួចយកប្រាក់ពីជនរងគ្រោះពួកគេអាចផ្ញើសារអ៊ីមែលឬទូរស័ព្ទមកអ្នកដោយអះអាងថាជាបុគ្គលិកធនាគារឬស្ថាប័នហិរញ្ញវត្ថុហើយបញ្ចូលឲ្យអ្នកបង្ហាញព័ត៌មានសម្ងាត់សូមចងចាំថាធនាគារមិនស្នើសុំលេខសម្ងាត់លេខកូដ OTP ឬលេខ PIN របស់អ្នកតាមរយៈការហៅទូរស័ព្ទសារឬអ៊ីមែលនោះទេដើម្បីការពារខ្លួនសូមអនុវត្តវិធីសាមញ្ញទាំងនេះទី1កុំចុចលើតំណភ្ជាប់ដែលផ្ញើមកពីប្រភពដែលអ្នកមិនប្រាកដទី2កុំប្រាប់លេខកូដ OTP លេខសម្ងាត់ឬលេខ PIN របស់អ្នកទៅនរណាម្នាក់ទោះបីជាគេអះអាងថាជាបុគ្គលិកធនាគារក៏ដោយទី3ប្រសិនបើអ្នកសង្ស័យថាមានបញ្ហាជាមួយគណនីរបស់អ្នកសូមតាក់ទងទៅធនាគារតាមលេខទូរស័ព្ទឬបណ្ដាញទំនាក់ទំនងផ្លូវការរបស់ធនាគារដោយផ្ទាល់ទី4សូមបើកការជូនដំណឹងអំពីប្រតិបត្តិការនៅលើកម្មវិធី Mobile Banking ដើម្បីឲ្យអ្នកអាចដឹងភ្លាមប្រសិនបើមានការផ្ទេរប្រាក់ដែលអ្នកមិនបានអនុញ្ញាតចុងក្រោយសូមធ្វើបច្ចុប្បន្នភាពកម្មវិធី Mobile Banking និងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់អ្នកជាប្រចាំដើម្បីទទួលបានការការពារសុវត្ថិភាពចុងក្រោយបំផុតសូមចងចាំថាការប្រុងប្រយ័ត្នត្រឹមតែបន្តិចអាចការពារប្រាក់ដែលអ្នកបានខិតខំរកអស់ជាច្រើនឆ្នាំប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច Follow និងចែករំលែកទៅកាន់គ្រួសារនិងមិត្តភ័ក្តិដើម្បីឲ្យពួកគេបានដឹងនិងអាចការពារខ្លួនពីការបោកប្រាស់តាមធនាគារនិង Mobile Banking សូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅក្នុងវគ្គបន្ទាប់នៃ Scam Series